ព្រឹទ្ធសភាកម្ពុជាបានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តការយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះបើតាមការចុះផ្សាយដោយព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី21ខែមករាឆ្នាំ2026អនុសញ្ញានេះនឹងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជារួមមានទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រក្នុងនាមជាប្រទេសជាប់សមុទ្រទទួលបានការគាំពៀតាមច្បាប់សមុទ្រអន្តរជាតិដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជាដូចជាការគ្រប់គ្រងនិងអភិរក្សបរិស្ថានសមុទ្រការធ្វើអាជីវកម្មលើធនធានសមុទ្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើមពង្រឹងទូនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្ដាប្រទេសនានានិងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាជិកអាជ្ញាធរបាតសមុទ្រអន្តរជាតិក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយបច្ចេកទេសរួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រនិងផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះបច្ចុប្បន្នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រមានប្រទេសចំនួន171ក្នុងក្របខ័ណ្ឌអាស៊ានមានប្រទេសចំនួន10បានចូលរួមជាភាគីនៃអនុសញ្ញានេះរួចហើយនៅតែកម្ពុជាដែលមិនទាន់បានចូលជាភាគីនៅឡើយកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ1983ហើយនៅក្នុងអំឡុងឆ្នាំ2014រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឲ្យកម្ពុជារៀបចំនីតិវិធីដើម្បីផ្ដល់សច្ចាប័ន